លោកជំទាវបណ្ឌិតបច្ចាន់មុនីផ្ដាំឲ្យយកការឈឺចាប់ពីការឈ្លានពានធ្វើជាមេរៀនកសាងប្រទេសជាតិឲ្យរីកចម្រើនរយលៀនអត្តន័យពីសាររបស់ស្ត្រីទី1កម្ពុជាបានអំពាវនាវឲ្យកូនខ្មែរគ្រប់យកការឈឺចាប់លើកនេះដែលទទួលការឈ្លានពានរបស់ប្រទេសជិតខាងមកធ្វើជាមេរៀនពង្រឹងសមត្ថភាពជំនាញពូនជុំគ្នាហើយសាមគ្គីគ្នាកសាងប្រទេសជាតិឲ្យមានការរីកលូតលាស់តទៅមុខនៅលើបណ្ដាញសង្គម Facebook កាលពីយប់ថ្ងៃទី21ខែធ្នូឆ្នាំ2025នេះលោកជំទាវបណ្ឌិតបច្ចាន់មុនីហ៊ុនម៉ាណែតបានប្រកាសសូមឲ្យកូនខ្មែរយុវជនយើងទាំងអស់គ្នាយកការឈឺចាប់លើកនេះប្រែក្លាយទៅជាការខិតខំប្រឹងប្រែងរៀនសូត្រពង្រឹងសមត្ថភាពរបស់យើងម្នាក់ៗរៀនឲ្យមានជំនាញរៀងៗខ្លួនពីព្រោះនៅពេលដែលធនធានមនុស្សយើងខ្លាំងប្រជាជនពលរដ្ឋរបស់យើងសាមគ្គីគ្នាយើងនឹងកសាងប្រទេសជាតិយើងឲ្យមានការលូតលាស់បន្តទៅមុខទៀត